ញ្ញាធនឥណ្ឌូនេស៊ីនិងថៃប្រញាប់ប្រញាល់នៅថ្ងៃអាទិត្យនេះដើម្បីសម្អាតកំទេចកំទីនិងស្វែងរកមនុស្សរាប់ពាន់នាក់ដែលបាត់ខ្លួនបន្ទាប់ពីទឹកជំនន់និងការបាក់ដីដ៏សាហាវដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់480នាក់នៅទូទាំងអាស៊ីអាគ្នេយ៍លៀងមូសុងធ្លាក់ខ្លាំងបានជន់លិចតំបន់ជាច្រើននៃប្រទេសឥណ្ឌូនេស៊ីថៃនិងម៉ាឡេស៊ីក្នុងសប្តាហ៍នេះដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់ជាប់គាំងដោយគ្មានជំរកនិងសម្ភារៈចាំបាច់យ៉ាងហោចណាស់ទីក្រុង2នៅលើកោះស៊ូម៉ាត្រាដែលរងផលប៉ះពាល់ខ្លាំងបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីនៅតែមិនអាចទៅដល់បាននៅថ្ងៃអាទិត្យនេះដោយអាជ្ញាធរបាននិយាយថាពួកគេបានដាក់ពង្រាយនាវាចម្បាំង2គ្រឿងពីទីក្រុងហ្សាកាតាដើម្បីផ្ដល់ជំនួយលោកអេនតូប្រធានភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមានទីក្រុង2ត្រូវបានការយកចិត្តទុកដាក់ពេញលេញដោយសារតែវាស្ថិតនៅដាច់ស្រយាល Central Tapanuli និង Sibolga លោកបាននិយាយថានាវាទាំងនោះត្រូវបានគេរំពឹងថានឹងទៅដល់នៅថ្ងៃច័ន្ទចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងរហូតទៅដល់316នាក់ខណៈដែល289នាក់នៅតែបាត់ខ្លួននេះបើយោងតាមតួលេខចុងក្រោយបំផុតពីអាជ្ញាធរគ្រោះមហន្តរាយនៅក្នុងភូមិ Nialo ចម្ងាយប្រហែលជា100គីឡូម៉ែត្រពីរដ្ឋធានីបាដាងនៃកោះស៊ូម៉ាត្រាខាងលិចទឹកជំនន់ភាគច្រើនបានស្រកចុះនៅថ្ងៃអាទិត្យនេះដោយបន្សល់ទុកផ្ទះសម្បែងយានយន្តនិងដំណាំដែលគ្របដណ្ដប់ទៅដោយភក់ពណ៌ប្រផេះអាជ្ញាធរមិនទាន់បានឈូសឆាយផ្លូវនៅឡើយទេអ្នកស្រុកបានប្រាប់ AFP ដោយគ្មានជំនួយពីខាងក្រៅម្ដងនោះទេលោកអ៊ិនទ្រីសអាយុ55ឆ្នាំដូចជាជនជាតិឥណ្ឌូនេស៊ីជាច្រើនបាននិយាយថានៅទូទាំងកោះឆ្ពោះទៅឆ្នេរសមុទ្រភាគខាងជើងដំរីស៊ូម៉ាត្រាជិតផុតពូជមួយក្បាលដែលត្រូវបានកប់នៅក្នុងភក់ក្រាស់និងកំទេចកំទីនៅជិតអាគារដែលខូចខាតនៅក្នុងទីក្រុងម៉ារ៉ូឌូនៅក្នុងប្រទេសថៃជាកន្លែងដែលមានមនុស្សយ៉ាងហោចណាស់162នាក់ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ដ៏អាក្រក់បំផុតមួយក្នុងរយៈពេលមួយទសវត្សរ៍អាជ្ញាធរបានផ្ដល់ជំនួយនិងសម្អាតការខូចខាតវិធានការសង្គ្រោះរដ្ឋាភិបាលថៃបានដាក់ចេញរួមមានសំណងរហូតដល់2លានបាតស្មើនឹង$62,000សម្រាប់គ្រួសារដែលបានបាត់បង់សមាជិកគ្រួសារទោះជាយ៉ាងណាក៏ដោយមានការរិះគន់ជាសាធារណៈកាន់តែខ្លាំងឡើងចំពោះការឆ្លើយតបនិងទឹកជំនន់របស់ប្រទេសថៃហើយមន្ត្រីមូលដ្ឋាន2រូបត្រូវបានអការងារដោយសារតែការបរាជ័យរបស់ពួកគេមនុស្ស2នាក់បានស្លាប់នៅក្នុងប្រទេសម៉ាឡេស៊ីបន្ទាប់ពីទឹកជំនន់បានធ្វើឲ្យផ្នែកខ្លះនៃរដ្ឋហាលីភាគខាងជើងលិចទឹករដូវវស្សាប្រចាំឆ្នាំជាធម្មតារវាងខែមិថុនានិងខែកញ្ញាជារឿយនាំមកនៅភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការរអិលបាក់ដីនិងទឹកជំនន់ភ្លាមជុះត្រូពិចមួយបានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងហើយចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនិងថៃស្ថិតក្នុងចំណោមចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ខ្ពស់បំផុតនៅក្នុងប្រទេសទាំងនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់គំរូព្យុះរួមទាំងរយៈពេលអាំងតង់ស៊ីតេនៃរដូវកាលដែលនាំមកនៅភ្លៀងធ្លាក់ខ្លាំងទឹកជំនន់ភ្លាមនិងខ្យល់បក់ខ្លាំងៗ